សួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងពេលរាត្រីនៅក្នុងរាត្រីមួយនេះខ្ញុំជូននៅសាច់រឿងរ៉ាវមួយដែលតាក់ទងទៅជាមួយនឹងបងប្រុសម្នាក់ដែលគាត់គ្រោះថ្នាក់ចរាចរណ៍ណាហើយគាត់ក៏ត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយគាត់ក៏បានជួបរឿងរ៉ាវដ៏រន្ធត់ជាច្រើននៅមន្ទីរពេទ្យក្នុងអំឡុងនៅពេលដែលគាត់ឈឺហ្នឹងបងប្អូនរយៈពេលប្រហែលជាមួយអាទិត្យហ្នឹងអញ្ចឹងចង់ដឹងថាដំណើរដើមតងនៃរឿងរ៉ាវរបស់គាត់បានជួបរឿងរ៉ាវរន្ធត់អ្វីខ្លះកុំភ្លេចតាមដានស្ដាប់ជាមួយនឹង admin ទាំងអស់គ្នាដំណើរដើមតងដំបូងគឺបងប្រុសម្នាក់គឺគាត់នឹងបានធ្វើដំណើរវាថាទៅលេងផ្ទះបងប្អូនរបស់គាត់នៅឆ្លងខេត្តអញ្ចឹងណាតែគាត់រៀបចំនឹងពីល្ងាចអញ្ចឹងណាបាទរៀបចំពីល្ងាចឲ្យបានវាយពួយគាត់អស់ហើយគាត់ទៅតែឯងទេដោយសារតែទៅលេងផ្ទះបងប្អូននៅឆ្លងខេត្តមួយទៀតណាគឺដោយសារអីគឺបងស្រីរបស់គាត់បងបង្កើតហ្នឹងគឺគាត់មានកូនអញ្ចឹងណាវាថាចង់ទៅលេងក្មួយផងទៅលេងបងផងអញ្ចឹងទៅដោយសារទៅឆ្លងទលេឲ្យវាថាគេហៅតលាក់ជាក្រានលាក់អីចឹងណាបងប្អូនបាទដល់អញ្ចឹងទៅគាត់ក៏រៀបចំឲ្យបានថាស្នាក់នៅប្រហែលជា 4-5 ថ្ងៃទៅមួយអាទិត្យអីនៅផ្ទះបងប្អូនអញ្ចឹងណាបាទឡងពេលដែលគាត់រៀបចំហើយក៏គាត់មានប្រភ្នូតអត់ល្អទេស្រាប់តែមកស្ទូងគាត់មករៀបទៅមកជុលមុតដៃណាបាទមកជុលមុតដៃឈាមមកខ្លាក់អញ្ចឹងទៅជុលមុតដៃឈាមមកខ្លាក់គាត់ក៏មិនចាប់អារម្មណ៍ទេគាត់ខ្វល់ទេប៉ុន្តែគាត់អត់ឆ្ងល់ទេថាមូលហេតុអីបើមកជុលមកនៅកន្លែងកាបូបកៅអៅឲ្យគាត់ទាំងមកជុលអត់ដែលតែមាននឹងសោះអញ្ចឹងណាអត់ដែលទុកដាក់នឹងសោះគាត់អត់ឆ្ងល់ទេដល់អញ្ចឹងក៏រៀបចំធម្មតាអញ្ចឹងទៅទុកដាក់ធម្មតាអញ្ចឹងទៅរហូតមកហ្នឹងក៏គាត់រៀបចំទុកដាក់រួចរាល់ហើយក៏គាត់ញ៉ាំបាយញ៉ាំទឹកជាមួយបងប្អូនកូនចៅធម្មតាអញ្ចឹងទៅបាទហើយក៏សម្រានជាធម្មតាអញ្ចឹងទៅស្រាប់តែគាត់សម្រាប់ពេលយប់ឡើងមុនថ្ងៃគាត់ចេញទៅគឺគាត់ចាប់ដើមយល់សពបាទយល់សពណាក្នុងយល់សពរបស់គាត់ហ្នឹងគឺគាត់ធ្វើដំណើរជិះម៉ូតូហ្នឹងមកធ្វើដំណើរជិះម៉ូតូទៅហ្នឹងស្រាប់តែមានសត្វរត់ឆ្លងថ្នល់គាត់ក៏ខឹងស្រែកជេរវាចេះណាបាទជេរអញ្ចឹងទៅបន្ទាប់មកពីជេរហ្នឹងគាត់ស្រាប់តែទៅប៉ះពៀជាមួយនឹងគល់ឈើហ្នឹងដួលតែឯងហ្នឹងទៅបាទវាតែដើមឈើវានៅគៀកមាត់ផ្លូវគាត់ស្រាប់តែជិះទៅប៉ះមួយគល់ឈើដួលតែឯងនឹងគៀនគល់ឈើហ្នឹងមកក្នុងយល់សពនៅក្នុងយល់សពណាអញ្ចឹងគាត់ព្រឹកឡើងគាត់វាតែចាំព្រាលអត់ចាំច្បាស់ថាមានរឿងអីមិនបន្តទៀតអញ្ចឹងណាចាំបានតែប៉ុណ្្នឹងក៏គាត់អត់បានខ្វល់ទេគាត់ទៅនៅធ្វើដំណើររបស់គាត់ជាធម្មតាអញ្ចឹងទៅអត់មានមកខ្វល់អីច្រើនទេអញ្ចឹងដល់ពេលគាត់ធ្វើដំណើរទៅព្រឹកឡើងហ្នឹងគាត់ក៏ស្រស់ស្រួលភពបាយហូបទឹកជាធម្មតាអញ្ចឹងទៅដល់ពេលគាត់ធ្វើដំណើរទៅយូរទៅក៏ចាប់ដើមហត់អញ្ចឹងគាត់ចូលសម្រាប់ដើមឈើហ្នឹងទៅក្រោមដើមឈើមួយលុបមួយដែលវាត្រជាក់គួរសមអញ្ចឹងទៅគាត់សម្រាប់នឹងយ៉ាងយូរដែរអញ្ចឹងណាបាទហើយបន្ទាប់មកក៏គាត់ធ្វើដំណើរទៅបន្តទៀតនិយាយទៅបើនិយាយពីខេត្តរបស់គាត់ទៅខេត្តបងស្រីរបស់គាត់ហ្នឹងវាឆ្ងាយខ្ទង់ប្រហែល100 គីឡូដែរបងប្អូនឆ្ងាយដែរវាថាបងប្អូនរបស់គាត់ហ្នឹងគឺនៅជាយខេត្តផងហើយគាត់ក៏នៅជាយខេត្តដែរឆ្ងាយពីគ្នាហ្មងណាបាទហមទៅដល់ក៏វាសៀលខ្ទង់ម៉ោង3ជាងគាត់ក៏ជួបអវត្តហេតុវាថាកបីរត់ឆ្លងថ្នល់ណាគាត់ក៏បុកទៅដួលអូសប្រហែលជា2 ទៅ 3 ម៉ែត្រតែឯងហ្នឹង 3-4 ម៉ែត្រចឹងទៅដល់ពេលចឹងទៅក៏បន្ទាប់មកហ្នឹងតោគាត់ក៏ជិះលេងកើតហើយអញ្ចឹងគាត់ក៏សម្រាប់ឡានពេទ្យគេជួយគេអីចឹងណារកឡានពេទ្យឡានអីមកដឹកចឹងណាដោយសារតែគាត់ត្រូវធ្ងន់ដែរទៅក្បាលផងដូចទៅត្រូវដៃផងហើយត្រូវជើងទៀតជាពិសេសជើងធ្ងន់ហ្មងជើងណាទៅក្បាលជង្គង់វាធ្ងន់ហ្នឹងខ្លាំងដោយសារតែគាត់ជិះលឿនអញ្ចឹងទៅក៏ដើររួចទេអញ្ចឹងគេក៏រកឡានពេទ្យឲ្យជួយដឹកគាត់ទៅពេទ្យហើយដល់ពេទ្យហ្នឹងគឺគាត់ត្រូវសម្រាប់ព្យាបាលមួយអាទិត្យទៅសម្រាប់នៅពេទ្យមួយអាទិត្យណាហើយគាត់ក៏តាក់ទងប្រាប់បងប្អូនរបស់គាត់ថាគាត់តែរួចទេដោយសារតែគាត់គ្រោះថ្នាក់ចរាចរណ៍ដួលអញ្ចឹងណាដួលខ្លួនឯងទេប៉ះពៀមួយកបីណាប៉ះពៀមួយកបីហ្នឹងគឺដួលតែឯងទេដូចអ៊ីនមីននិយាយទៅតាំងអាកាលជំនាន់នេះនៅខេត្តពោធិ៍សាត់បងប្អូនគឺជិះពេលយប់ម៉ោង 5 ភ្លឺមើលឃើញកបីទេល្ងឹតទៅប៉ះដៃម៉ូតូដួលអាចេះចកាកើមអស់លីងហូរឈាមក៏ខ្លាក់អត់ខ្វល់ខ្លួនឯងខ្វល់ទៅខ្លាច់ខូចម៉ូតូឥឡូវយើងតទៅសាច់រឿងយើងវិញ
គាត់ក៏ប្រាប់បងប្អូនគាត់ហើយក៏គាត់នៅសម្រាប់ជាបាលនៅមន្ទីរពេទ្យនឹងជាធម្មតាអញ្ចឹងទៅចឹងពេទ្យក៏ព្យាយាមមើលថែគាត់អញ្ចឹងណាយប់ដំបូងហ្នឹងគឺគាត់ត្រូវចូលទៅសម្រាកនៅបន្ទប់ជុំគេជុំឯងដែលមានគ្នានឹង6នាក់ទាំងគាត់ណាក្នុងបន្ទប់មួយហ្នឹង6នាក់ហើយក្រែរបស់គាត់ជាប់ក្មេងរៀងស្រីរៀងក្មេងម្នាក់ហើយនឹងយាយចាស់ម្នាក់នឹងស្ដាំក្រែរបស់គាត់ស្រាប់តែគាត់សម្រាប់នឹងល្ងាចហ្នឹងខ្ទង់ប្រហែលជាម៉ោង9ម៉ោង10និយាយហ្នឹងក៏ចាប់ដើមប្រកាច់ចាប់ដើមអត់ស្រួលខ្លួនចាប់ដើមដកចកាមាត់ខឹកក៏យាយនឹងគាត់ស្លាប់បាត់ទៅហើយទាំងតែគាត់ទើបតែឃើញយាយនឹងពេលល្ងាចឲ្យពេលគាត់មកដល់ហ្នឹងហើយដល់ពេលមានអីយប់បន្តិចយាយក៏ស្លាប់បាត់ដល់គាត់ស្លាប់បាត់ទៅគាត់ក៏ចាប់ដើមរៀងភ័យដែរណាហើយមកសម្រាប់នឹង6នាក់ឲ្យយាយក៏គេអូសក្រែរបស់គាត់ចេញទៅបាត់ទៅភ័យដែរខ្លាចដែរណាទើបចូលមកសម្រាប់ឲ្យមានគេស្លាប់នៅមុខគាត់ស្រស់អញ្ចឹងគាត់ភ័យដែរតែអញ្ចឹងចេះទ្រាំទៅនឹងធ្វើម៉េចបើគាត់ដើរអត់ទាន់រួចឈឺក្បាលជង្គង់អញ្ចឹងក៏ពេទ្យគេដល់ម៉ោងដែលគាត់ចង់ទៅបន្ទប់ទឹកទៅអីមានពេទ្យគេជួយរុញអាទៀសអ្នកពិការយើងណារុញទៅជាធម្មតាអញ្ចឹងរបស់គាត់អញ្ចឹងទៅក្នុងម៉ោង9ម៉ោង10ហ្នឹងគេរុញទៅម៉ាសាអញ្ចឹងទៅគាត់បត់ដៃបត់ជើងគាត់ឡប់មកវិញឡើងក្រែសម្រាប់មានគ្រូពេទ្យប្រុសគេជួយគ្រាគាត់ខ្លះគាត់ជើងគាត់នៅមួយហៀងដែរអញ្ចឹងគាត់ក៏សម្រាប់ជាធម្មតាអញ្ចឹងទៅដល់សម្រាប់ហើយយប់ហ្នឹងគឺគាត់អត់មានជួបរឿងអីប្លែកទេអញ្ចឹងណាគាត់អត់មានជួបរឿងអីប្លែកទេហើយក៏ចូលដល់ថ្ងៃស្អែកក៏អ្នកជំងឺគេប្រាជ្ញលេងជាធម្មតាអញ្ចឹងប៉ុន្តែក្រែសម្រាប់លោកយាយនឹងស្លាប់គឺគេអត់ទាន់បន្ថែមសមាជិកឯណាមកទេក្នុងបន្ទប់ហ្នឹងគឺមានតែ5នាក់ទេមានមនុស្សចាស់ក្មេងអញ្ចឹងទៅដេកជុំគ្នាបងប្អូនគេមកប្រាជ្ញលេងលេចកើតតែអត់តែគាត់ទេតែឯងអញ្ចឹងទៅគេចេះបបួលគាត់និយាយបបួលអីចឹងណាឲ្យសុបាយអីចឹងគាត់មកទេនិយាយទៅអាបន្ទប់ដែលគាត់សម្រាប់ហ្នឹងនៅខាងក្រៅបន្ទប់ហ្នឹងវាបន្ទប់ទឹកនិយាយទៅបើសិនជាគាត់ចង់ទៅបន្ទប់ទឹកតើពេទ្យជូនវៀងមកជុំមកដល់បន្ទប់គាត់វិញហ្នឹងបានមានបន្ទប់ទឹកក្រោយហ្នឹងហើយជាធម្មតាពេលយប់ឡើងខ្ទង់ចាប់ពីម៉ោង12ចូលម៉ោង1ហ្នឹងគឺស្ងាត់ហើយបន្ទប់ទឹកអស់ហ្នឹងអត់មានមនុស្សទេអត់មានអ្នកណាទៅទេម៉ោងអស់ហ្នឹងគេស្ងាត់ហើយគេនាំគ្នាដេកពួនណាកណ្ដាលយប់ហើយអញ្ចឹងណាដល់អញ្ចឹងក៏គាត់សម្រាប់ជាធម្មតាអញ្ចឹងទៅចូលម្លងដល់យប់ទី2គាត់ចាប់ផ្ដើមទៅបន្ទប់ទឹកជាធម្មតាអញ្ចឹងទៅបន្ទប់ទឹកខ្ទង់ម៉ោង9ម៉ោង10ហ្នឹងទៅឲ្យហើយពេទ្យគឺជាទម្លាប់ឲ្យពេទ្យគឺមកតែងតែអូសអាទិសជូនគាត់ទៅរហូតហើយពេទ្យប្រុសបាទជាធម្មតាចឹងក្រោយពីថ្ងៃយប់ទី2ហ្នឹងគាត់ទៅគឺចាប់ផ្ដើមមានអារម្មណ៍ថាត្រជាក់ចឹងខ្នងហើយគាត់មានអារម្មណ៍ថាដូចគេមើលគាត់ហ្មងគេបើកភ្នែកក្លោតមើលគាត់ហ្មងដូចមើលគាត់ឈរមើលគាត់តាមបន្ទប់មន្ទីរពេទ្យហ្នឹងឈរមើលគាត់ហ្មងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគេឈរមើលគាត់ចឹងណាប៉ុន្តែគាត់អត់ដឹងធ្វើម៉េចទេគាត់ចេះតែមើលមុខងាកក្រោយហៅពេទ្យនិយាយជាមួយចឹងទៅឲ្យបំភ្លេចអារម្មណ៍មួយហ្នឹងអញ្ចឹងណាបន្ទាប់មកទៀតគាត់ទៅដល់បន្ទប់ទឹកហ្នឹងក៏គាត់បាទបត់ជើងមកដៃជាធម្មតាគាត់មានជើងមួយណាគាត់ពិបាកលោតមានចាំជាទេដល់បន្ទប់ទឹកគឺឈរជើងមួយនោមចឹងទៅក្នុងអំឡុងពេលគាត់នោមហ្នឹងចាប់ដើមឮវាថាគេនិយាយស្អីស្ដាប់អត់បានសោះនៅក្នុងបន្ទប់ទឹកហ្នឹងគេនិយាយស្អីថាមនុស្សបើថាមនុស្សនិយាយគ្នាយើងអាចនឹងស្ដាប់បានភាសាដូចគ្នាទោះភាសាបរទេសក៏យើងអាចស្ដាប់ថាភាសាបរទេសយើងនិយាយតែសលេងនោះវាងាយស្ដាប់អត់បានទេគាត់ព្យាយាមស្ដាប់កាន់តែស្ដាប់អត់បានដល់អញ្ចឹងគាត់ក៏ទ្រាំបានទេស្ងាត់ដែរណាមានតែគាត់ចូលទៅទឹកគាត់ក៏ចេញមកវិញបញ្ញាប់ឲ្យពេទ្យត្រឡប់មកវិញជាធម្មតាអញ្ចឹងទេដល់ក្នុងយប់ហ្នឹងគឺគាត់សម្រាកទៅគឺចាប់ដើមមកសាប់សល់សពអត់ល្អទេហ្មងយសពអសាប់សល់សពអត់ល្អទេមានអារម្មណ៍ថាសពសាប់សល់ដេកមិនលក់សោះភ្ញាក់មកគឺគេដេកក្នុងទីពិនគេដេកស្ងាត់ឈឹងអត់មនុស្សមាត់មួយម៉ាត់ក៏អត់មានណាមាត់និយាយណាមើលស្អីក៏អត់ដែរគឺដាល់យប់ឈឹងហ្មងស្ងាត់ចងុំលេងស្រាប់តែមកស្ទុះឡើងគឺលឺសូរសំឡេងមនុស្សមួយទឹកជ្រូលឺសូរសំឡេងមនុស្សមួយទឹកទាំងដែលរាល់យប់កដាលយប់គឺចាប់ដើមស្ងាត់អត់មានបារាគេតែមួយទឹកទេតែយប់នេះគឺចម្លែកមួយទឹកឲ្យលឺសូរសំឡេងក្មេងសើចហេសបាយមួយទឹកយ៉ាងណាសើចសបាយមួយទឹកចឹងទៅ
គាត់ភ័យគាត់បាត់ផ្នែកចង្ហំដេកវិញអលក់ស្រាប់តាយប់ហ្នឹងគាត់ដេកបានជាធម្មតាអញ្ចឹងទៅដល់យប់ទី3អត់មានរឿងអីទេគឺជាលប់ធម្មតាអញ្ចឹងទៅបាទយប់ទី3ក៏មានរឿងអីទេគាត់រកបាយរកទឹកហូបឲ្យពេទ្យរកឲ្យអញ្ចឹងទៅមានបងប្អូនណាបងប្អូនហើយអត់មានទេជួនកាលផ្ញើអ្នកជំងឺដែលគេក្រែចិត្តហ្នឹងគេជួយរកឲ្យអញ្ចឹងទៅជួនកាលពេទ្យគេរកឲ្យបានអញ្ចឹងទៅបើគេអត់រវល់អញ្ចឹងណាដល់អញ្ចឹងទៅចាប់ផ្ដើមទីចំនួនចឹងគេដឹងថាអត់គេជួយទិញឲ្យគេដឹងអត់ជួយទិញឲ្យចឹងតែបាទហើយយប់ទី3ទី4ហ្នឹងបើយប់ទី4បាទចូលយប់ទី4ទី5យប់ទី4ហ្នឹងចាប់ផ្ដើមគួរឲ្យខ្លាចយប់ទី4យប់ទី4គឺគាត់ទៅបន្ទប់ទឹកជាធម្មតាគាត់ទៅតែពេលល្ងាចទេចង់និយាយថាពេលទៅតែពេលយប់ហ្មងអាពេលល្ងាចពេលអីហ្នឹងវាអត់ឈឺទេដល់ពេលក៏វាលេបថ្នាំហើយគាត់ចាប់ផ្ដើមឈឺនោមឈឺអីចឹងទៅគឺគាត់ទៅហើយយប់ហ្នឹងក៏គាត់ឆ្លងបន្ទប់វា4 5បន្ទប់រំទៅដល់ឯងផ្លោះចេញទៅបន្ទប់ទឹកក្រោយគាត់គេរុញទៅត្រើតហ្នឹងឆ្លងដល់បន្ទប់ទី3ចាបន្ទប់ទី3ហ្នឹងគេអត់បាត់ទ្វារទេគាត់ក៏លេចមកខ្វាច់ទៅឃើញមនុស្សឈរទម្លាក់សក់មកសគ្រប់បាំងមុខហ្មងប៉ុន្តែអត់ដឹងថាជាអ្នកណាទេអញ្ចឹងថាមិនដឹងតែពេទ្យឬក៏ជាអ្នកជំងឺអញ្ចឹងទៅអញ្ចឹងក៏គាត់អត់បានខ្វល់ទេក៏ទៅបន្តទៀតអញ្ចឹងទៅបន្តទៀតបាត់ជើងម្ដាយរួចអស់ហ្នឹងក៏ត្រឡប់មកវិញជាធម្មតាប៉ុន្តែក៏មកវិញហ្នឹងបន្ទប់ហ្នឹងគឺបាត់ហើយអត់មានណាបើកទេអញ្ចឹងក៏អត់បានខ្វល់ទេគាត់ក៏ត្រឡប់មកសម្រាប់វិញធម្មតាយប់ទី5ទី6ហ្នឹងគឺជួបរឿងចម្លែកតែម្ដងចូលយប់ទី5បាទយប់ទី5ទី6ចូលយប់ទី6ហើយយើងទី5យកអត់អីណាចូលយប់ទី6យប់ចុងក្រោយដែលគាត់ស្អែកឡើងព្រឹកថ្ងៃទី7គឺគាត់រត់មកចេញទៅអត់មានចាំអីទេយើងនិយាយម្លងចឹងមកចូលយប់ទី6ហ្នឹងគឺជាធម្មតារបស់គាត់គឺគាត់ទៅបត់ជើងម្ដាយម៉ោង9ម៉ោង10យប់ប៉ុន្តែដល់យប់ហ្នឹងពេទ្យក្រមកពេករហូតដល់ម៉ោង11យប់បាទរហូតដល់ម៉ោង11យប់គឺគាត់ឈឺនោមខ្លាំងហ្មងគាត់ក៏ព្រមតែពេទ្យមកគាត់ហៅពេទ្យឲ្យជួយទៅប៉ុន្តែថ្ងៃហ្នឹងវាសោចអីគឺអត់មានពេទ្យប្រុសមកទេគឺមានតែពេទ្យស្រីម្នាក់ជូនគាត់ទៅស្រាប់តែរុញតេះខ្លឹកដល់បន្ទប់ទី3ហ្នឹងស្រាប់តែគ្រូពេទ្យស្រីគាត់ឈប់ដូចមានតែគេផ្ញើសារមកអីមិនដឹងថាមានការអីណាស្រាប់តែឈប់អញ្ចឹងគាត់ក៏លើកទូរស័ព្ទចុចបន្ទាប់ពីគាត់ចុចទូរស័ព្ទហើយហ្នឹងគាត់ក៏ដាក់ទូរស័ព្ទចូលកប៉ៅហ្នឹងស្រាប់តែមានមនុស្សដើរពីអញ្ចាំងមួយចូលទៅអញ្ចាំងមួយឆ្លងកាត់អញ្ចាំងមួយចូលទៅអញ្ចាំងមួយស្រាប់តែគ្រូពេទ្យស្រីនឹងរត់ចោលបងអ្នកជំងឺនៅដែរហើយគាត់ជើងមួយផងបងប្អូនហើយលោតតោតព្រមទៅដល់ក្រែវិញភ័យស្លន់ស្លោស្រែកផ្អើលវិញទុកហើយពេទ្យរត់ចោលអ្នកជំងឺឃើញខ្មៅរត់ចោលអ្នកជំងឺគាត់ហួសចិត្តគាត់ខឹងគាត់ផងគាត់ហួសចិត្តផងគួរណាពេទ្យធ្វើអញ្ចឹងដាក់គាត់គាត់ភ័យផងដល់ពេលយប់នឹងហើយនេះគឺគាត់សម្រាប់អត់លក់ទេគាត់ធ្វើមិនក៏សម្រាប់លក់ដែរហើយស្រាប់តែគប់អានឹងទៀតលឺសលេងមនុស្សមួយទឹកសើចអេហេនៅមកខាងប្រអួចទៀតលឺសលេងមនុស្សមួយទឹកអីសើចទៀតសុបាយទៀតគាត់ថាគាត់ភ័យគាត់ព្រឺសបល់ញាក់គាត់ភ័យគាត់ស្លុតនឹងធ្វើមិនប៉ុន្តែដល់ពេលអាចិត្តភ្លឺគាត់លក់មកភាំងទៅចិត្តភ្លឺក៏លោកភាំងចិត្តភ្លឺក៏សពឃើញវាថាមានអ្នកថែរក្សាគាត់គេមកប្រាប់ថាប្រយ័ត្នប្រយែងខ្លួនប្រាណផងពួកយើងអាចមានគ្រោះមានអីចឹងណានិយាយទៅអ្នកថែរក្សាគេដូចជាប្រាប់ប្លង់ប្រាប់អីចឹងណាមិនដឹងថាគាត់ជាមនុស្សមានបុណ្យមានបារមីយ៉ាងម៉េចទេតែគេមកប្រាប់ចឹងធម្មតាមនុស្សមុននឹងមានរឿងអីមុននឹងកាត់អីគេតែងតែមានប្រភ្នូលមានអីមួយហ្នឹងអញ្ចឹងណាគេប្រាប់មួយគេប្រាប់ឲ្យដឹងមុនមកតែបើយើងអត់បានប្រុងប្រយ័ត្នយើងអត់ការពារវាគឺអញ្ចឹងមកដល់ពេលអញ្ចឹងទៅក៏ព្រឹកឡើងនេះគឺគាត់សុំពេទ្យចេញមុនថ្ងៃមកចេញព្រឹកថ្ងៃ7គឺចេញយកមកទៅទាំងជើងតដហ្នឹងគឺទៅទាំងលោតជើងមួយហ្នឹងទៅមកតែគាត់ថាវាគ្រាន់ធូរជាងដបងគាត់អាចជីឡានជីអីអង្គុយអីបានគឺបន្តទៅមកគាត់ទៅផ្ទះបងប្អូនគាត់បណ្ដោយដោយសារតែគាត់ចិត្តបងប្អូនគាត់ដែរ
hay bóng ôn quạt đang ăn mà chui cả đời sao bún côn xây hay ở miền Nam này chết tê bụng đại còn này chết đai hay quạt hoạt ai mà chui mưa quạt bàn thì chẳng nè mà chui mưa bán vô quạt nơi bên trong tại anh chẳng thấy còn từ đó theo bóng ôn cứ quạt tới vọt rồi lô mà bày phía xa cua bọc quạt đừngอายุบกวดพองก็สมมติลูกสอยตึกพองลูกก็มีสองในการสอยตึกดอกกลัวหรือก็กัดกลัวเจนตือก็มาเอาวิ่งจังเดียดก็เรียบจำลอยกะก็ติงระบอนึงเดี๋ยวไปลูกกัดกลัวจังเลยไอ้เดี๋ยวไปดังชนำบอกกวนคือกดกดชนำบีบตากดชนำกดบีบไม่มาพายกดสามกดซ้ายกดจังนะบีบตาชนำกดจังนะบีบอัดเมียนใส่เมียนไอ้เด็กlà chẳng thấy có cọt sập ở chia sẻ chẳng thấy có cọt cắt cừu chẳng nè cọt cắt cừu cắt ấy chỉ thòm đài chẳng thấy không có chuối bán chọc sập cừu ai cọt có từ lên chập bóng ôn cọt hột hiện bài có cọt tập hợp một gia mình chỉ làn nuồn một mình mà tôi bảo con cứ khôi khát ở hay chẳng nè vì nó chỉ bán bàn tay cọt ắt phơi để cái sọc chân đạn làn nuồn là mấy chi màu chẳngเรื่องราวมือนึงคือมีแต่ปนนังไอ้บอกปนช่วยจังนาได้สมัยใส่เรื่องมือนี้คือย่อมอันใหญ่ชิมบอกกอดเด้นามือย่อมใหญ่ปนได้บอกสนิทบอกปนโยลบอกมันโยลก็ดังเพื่อไม่ได้ยังไงย่อบ้านใหญ่ชิมหัวเตยย่อมใหญ่ตรังจังเอาคนบอกปนออกเนี้ยจุ่มเรียบเลี้ยจุบเนี้ยในวิดีโอกลายเตียนสมมติคนบอกปนออกเนี้ยสกสบายเราซีเมนบ้านออกเนี้ย